ការអធិដ្ឋានពុំមែនជាការបួងសួងទេហើយការអធិដ្ឋានក៏ពុំមែនជាការបន់ស្រន់ដែរប៉ុន្តែការអធិដ្ឋានគឺជាការដែលសន្ទនាជាមួយព្រះជាការប្រស្រ័យតាក់ទងជាមួយព្រះហើយជាការដែលទូលសូមទៅកាន់ព្រះនោះគឺជាអត្ថន័យពិតនៃការអធិដ្ឋានបងប្អូនដែលមានព្រះបន្ទូលព្រះអង្គសូមបានបើកទៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក5ខ16ព្រះគម្ពីរយ៉ាកុបចំពុក5ខ16បងប្អូនដែលបើកឃើញសូមផ្ទៀងជាមួយខ្ញុំសូមបានជូនដូច្នេះចូលឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នាហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យបានជាចុះត្បិតសេចក្តីទូលអង្វរដ៏អស់អំពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់សូមបានទូលជាអដ្ឋានមុនយើងមកសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅពេលនេះព្រះអង្គចាស់ព្រះយេស៊ូវទូលបង្គំទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់ពេលវេលាជាថ្មីម្ដងទៀតដែលទ្រង់បានប្រទាននៃទូលបង្គំយើងខ្ញុំបានជួបជុំគ្នាថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់បិតាសូមទ្រង់បានគង់នៅកណ្ដាលចំណោមទូលបង្គំយើងខ្ញុំទាំងប្រទាននៃទូលបង្គំយើងខ្ញុំទាំងអស់គ្នាបានមានប្រាជ្ញាមកពីព្រះអង្គក្នុងការដែលស្ដាប់នៅព្រះសូរសៀងព្រះអង្គហើយអនុវត្តក្នុងជីវិតផងដែរគឺសូមថ្វាយគ្រប់ការទាំងអស់នៅក្នុងព្រះនាមដ៏មានអំណាចជាស្ដាគឺជាព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនមានចម្ងល់ដែលចោទជាសំណួរជាច្រើនដែលបានសួរតាក់ទងទៅនឹងការអធិដ្ឋានហើយភាគច្រើនសំណួរនោះគឺកើតឡើងចេញពីរង្វង់គ្រីស្ទបរិស័ទឬក៏បងប្អូនអ្នកដែលជឿព្រះអង្គរួចហើយគឺមានចម្ងល់ចោទសួរដោយមានអ្នកខ្លះដែលគាត់បានបោះបង់ចោលជំនឿព្រោះតែគាត់អធិដ្ឋានយូរទៅហាក់ដូចជាគ្មានចម្លើយអធិដ្ឋានយូរទៅហាក់ដូចជាពុំឃើញលទ្ធផលដូច្នេះនាំឲ្យគាត់អស់ចិត្តឬក៏បោះបង់ចោលជំនឿជាដើមហើយអ្នកខ្លះទៀតបានជឿព្រះយូរហាក់ដូចជាគិតថាធម្មតាជឿព្រះអង្គយូរទៅហាក់ដូចជាធម្មតាមិនមានអ្វីប្លែកហេតុនោះនាំឲ្យគេបោះបង់ចោលជំនឿក៏មានដែរបានជាថ្ងៃនេះយើងនឹងសិក្សាមេរៀនមួយជាមួយគ្នាដែលមានចំណងជើងថាការអធិដ្ឋានដែលមានអំណាចតើអ្វីទៅជាការអធិដ្ឋានហើយតើការអធិដ្ឋានដែលមានអំណាចមានលក្ខណៈបែបណាខ្លះការអធិដ្ឋានដែលមានអំណាចទី1គឺកើតចេញពីជីវិតដែលសុចរិតនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក5ខ16ព្រះគម្ពីរយ៉ាកុបចំពុក5ខ16ខ្ញុំសូមអានជូនដូច្នេះចូលឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នាហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យបានជាចុះត្បិតសេចក្តីទូលអង្វរដ៏អស់អំពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់កាលណានិយាយអំពីការអធិដ្ឋានមានអ្នកខ្លះគេបានឲ្យនិយមន័យការអធិដ្ឋានថាគឺជាការបួងសួងអ្នកខ្លះឲ្យនិយមន័យការអធិដ្ឋានថាគឺជាការបន់ស្រន់ហើយអ្នកខ្លះក៏ឲ្យនិយមន័យថាគឺជាការឧទ្ទិសថ្វាយទៅកាន់ព្រះជាដើមប្រសិនបើអ្នកដែលយល់បែបនោះគេពុំមែនជាគ្រីស្ទបរិស័ទនោះមិនជាបញ្ហាទេប៉ុន្តែប្រសិនបើអ្នកដែលយល់បែបនោះជាគ្រីស្ទបរិស័ទវិញនោះបញ្ហាហើយនៅក្នុងចំណោមអ្នកដែលយល់បែបនោះដែលគេជាគ្រីស្ទបរិស័ទហើយយល់បែបនោះនោះគឺជាបញ្ហានៅក្នុងជំនឿរបស់គេប្រសិនបើជឿដល់ព្រះហើយយើងអត់ខំស្វែងយល់អំពីជំនឿរបស់យើងនោះនាំឲ្យជំនឿរបស់យើងវាជះឥទ្ធិពលទៅដល់ការរស់នៅរបស់យើងវាជះឥទ្ធិពលទៅដល់បញ្ហាក្នុងការដែលយើងអនុវត្តនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃកាលណាយើងយល់ខុសនាំឲ្យយើងអនុវត្តខុសការអធិដ្ឋានពុំមែនជាការស្មឹងស្មាត់ទេការអធិដ្ឋានពុំមែនជាការបួងសួងទេហើយការអធិដ្ឋានក៏ពុំមែនជាការបន់ស្រន់ដែរប៉ុន្តែការអធិដ្ឋានគឺជាការដែលសន្ទនាជាមួយព្រះជាការប្រស្រ័យតាក់ទងជាមួយព្រះហើយជាការដែលទូលសូមទៅកាន់ព្រះនោះគឺជាអត្ថន័យពិតនៃការអធិដ្ឋានយើងអាចឃើញលក្ខណៈនៃការអធិដ្ឋាននៅក្នុងព្រះគម្ពីរសាមយ៉ូអែលខ្សែទី2ចំពុក5ខ19ហើយយើងអាចឃើញនៅក្នុងព្រះគម្ពីរកិច្ចការចំពុក1ខ24ហើយនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក1ខ5គឺបានប្រាប់អំពីអត្ថន័យនៃការអធិដ្ឋានជាមួយគ្នាតែការអធិដ្ឋានដែលមានអំណាចត្រូវមានលក្ខណៈបែបណាយើងបានអានជាមួយគ្នារួចមកហើយគឺនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក5ខ16អំបញ្ញមិញនេះបានប្រាប់ថាការអធិដ្ឋានដែលមានអំណាចទី1ត្រូវកើតចេញអំពីជីវិតដែលសុចរិតសុចរិតមានន័យថាគ្មានអំពើបាបណាមួយលាក់ទុកនៅក្នុងចិត្តគ្មានអំពើបាបណាមួយដែលលាក់ទុកនៅក្នុងគំនិតរបស់ផងយើងនោះហើយគឺជាការអធិដ្ឋាន
ដែលសុចរិតហើយដែលមានអំណាចប្រសិនបើយើងមានអំពើបាបណាមួយលាក់ទុកនៅក្នុងចិត្តនោះព្រះអង្គម្ចាស់ទ្រង់នឹងមិនព្រមស្ដាប់ការអធិដ្ឋានរបស់ផងយើងឡើយយើងអាចឃើញនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក66ខ18ព្រះគម្ពីរទំនុកដំកើងជំពូក66ខ18បើប្រសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្តនោះព្រះអង្គម្ចាស់ទ្រង់មិនព្រមស្ដាប់ខ្ញុំទេនេះគឺជាទំនុកនៃការលើកឡើងរបស់ស្ដេចដាវីតដែលលោកបានលើកឡើងថាកាលណាដែលមានអំពើបាបណាមួយនៅក្នុងចិត្តរបស់ផងយើងនោះព្រះអង្គម្ចាស់នឹងមិនព្រមស្ដាប់យើងទេប៉ុន្តែជាមួយគ្នាប្រសិនបើយើងដឹងថាយើងបានធ្វើបាបទាស់នឹងព្រះគឺព្រះអង្គបានផ្ដល់ឲ្យយើងនៅការលន់តួទោសកំហុសរបស់ផងយើងទៅកាន់ព្រះអង្គបើយើងដឹងថាយើងធ្វើខុសយើងសុំទោសទៅកាន់ព្រះអង្គនោះព្រះអង្គនឹងអត់ទោសឲ្យយើងហើយកាលណាដែលព្រះអង្គអត់ទោសឲ្យយើងហើយនោះយើងបានរាប់ជាសុចរិតនៅចំពោះព្រះអង្គនៅពេលដែលយើងអធិដ្ឋានទៅកាន់ព្រះគឺទ្រង់ពុំបានមើលឬក៏ស្ដាប់តែពាក្យសម្ដីរបស់យើងនោះទេទ្រង់គឺបានតតមើលពីចិត្តរបស់ផងយើងវិញទ្រង់តតអំពីជីវិតរបស់ផងយើងវិញទ្រង់ពុំបានតតឬក៏ស្ដាប់តែពាក្យសម្ដីរបស់យើងនោះទេគឺទ្រង់មើលខាងក្នុងចិត្តរបស់ផងយើងវិញថាការអធិដ្ឋានរបស់ផងយើងនៅខាងក្នុងមានការកែប្រែដែរឬទេការអធិដ្ឋានរបស់យើងបែបលក្ខណៈដែលស្ដាប់បង្គាប់ព្រះអង្គដែរឬទេនោះហើយដែលព្រះអង្គទតមើលពីយើងមិនមែនគ្រាន់តែជាបបោមាត់ដែលយើងគ្រាន់តែនិយាយទៅកាន់ព្រះអង្គនោះហៅថាអធិដ្ឋាននោះទេហើយនេះហើយយើងត្រូវពិនិត្យមើលជីវិតរបស់ផងយើងជារៀងរាល់ថ្ងៃយើងត្រូវសារភាពបាបរបស់ផងយើងជារៀងរាល់ថ្ងៃទៅកាន់ព្រះអង្គប្រសិនបើយើងមានអំពើបាបកាលណាយើងមានជីវិតសុចរិតនាំឲ្យការអធិដ្ឋានរបស់ផងយើងមានអំណាចបានជាការអធិដ្ឋានដែលមានអំណាចទី1ត្រូវតែជាការអធិដ្ឋានដែលចេញពីជីវិតដែលសុចរិតបើបងប្អូនមានជីវិតសុចរិតនោះការអធិដ្ឋានរបស់ផងយើងនឹងមានអំណាចប៉ុន្តែបើសិនជាការអធិដ្ឋានរបស់យើងហាក់ដូចជាមិនសូវមានអំណាចទេឲ្យយើងបានឆែកមើលជីវិតរបស់ផងយើងសិនតែយើងបានសុចរិតហើយឬនៅទី2ការអធិដ្ឋានដែលមានអំណាចគឺត្រូវតែមានសេចក្តីជំនឿនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក1ខ6រហូតដល់ខ7ព្រះគម្ពីរយ៉ាកុបជំពូក1ខ6រហូតដល់ខ7ខ្ញុំសូមអានជូនខ6តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿឥតសង្ស័យអ្វីសោះត្បិតអ្នកណាដែលសង្ស័យនោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ទាំងរំពើកចុះឡើងកុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថាខ្លួននឹងបានអ្វីពីព្រះអង្គម្ចាស់ឡើយនៅក្នុងខគម្ពីរនេះបានប្រាប់ថាកាលណាយើងអធិដ្ឋានទូលសូមទៅកាន់ព្រះគឺត្រូវតែមានសេចក្តីជំនឿគឺមានចិត្តជឿពុំនោះទេការអធិដ្ឋានរបស់យើងគឺប្រៀបដូចជារលកសមុទ្រអញ្ចឹងដែលត្រូវខ្យល់បក់ផាត់ហើយរំពើកចុះឡើងទឹកកាលណាត្រូវខ្យល់បក់គឺទឹកនោះអត់នៅស្ងៀមទេគឺវានៅមួយកន្លែងទេគឺវាអត់នៅមួយកន្លែងទេគឺទឹកនោះនឹងត្រូវមានការរំកើជាដើមដូច្នេះបានព្រះអង្គបានប្រៀបធៀបអំពីជំនឿរបស់យើងកាលណាជំនឿរបស់យើងប្រៀបដូចជាទឹកដែលត្រូវខ្យល់នោះជំនឿរបស់យើងនឹងមិនបានដែលព្រះអង្គឆ្លើយតបនោះទេកាលណាយើងអធិដ្ឋានយើងត្រូវតែមានចិត្តជឿទៅដល់ព្រះអង្គយើងត្រូវតែទុកចិត្តទៅដល់ព្រះអង្គពុំនោះទេជំនឿរបស់យើងគឺប្រៀបដូចជារលកសមុទ្រអញ្ចឹងនៅក្នុងខ7នៃព្រះគម្ពីរយ៉ាកុបជំពូក1គឺព្រះអង្គមានបន្ទូលថាម៉េចកុំឲ្យអ្នកនោះស្មានថាខ្លួននឹងបានអ្វីមកពីព្រះកុំឲ្យស្មានថានឹងបានអ្វីមកពីព្រះអង្គហេតុអ្វីពីព្រោះជំនឿរបស់ផងយើងគឺប្រៀបដូចជារលកមានន័យថាយើងអត់មានភាពនឹងណោទេអត់មានភាពនឹងថឹងទេជំនឿរបស់យើងគឺម្ដងចេះម្ដងចុះគឺអត់ស្មោះត្រង់នោះព្រះអង្គមិនប្រទានឲ្យយើងនោះទេពេលខ្លះជំនឿរបស់យើងម្ដងជឿម្ដងមិនជឿម្ដងទុកចិត្តព្រះម្ដងទៀតមិនទុកចិត្តព្រះហើយទៅរកគ្រូឲ្យបោកក្បាលនឹងក្អមជាដើមនេះគឺជាជំនឿរបស់ផងយើងដែលយើងពេលខ្លះយើងជឿព្រះអង្គពេលខ្លះយើងរត់ចេញពីព្រះអង្គទៅរកអ្វីផ្សេងបំពេញនៅជំនឿរបស់ផងយើងនេះជាបញ្ហានៅក្នុងការរស់នៅរបស់ផងយើងតែកាលណាអត់មានជំនឿច្បាស់លាស់ហើយ
ចង់អធិដ្ឋានយ៉ាងណាក៏អត់បានផលដែរកាលណាអធិដ្ឋានគឺយើងត្រូវតែទុកចិត្តព្រះអង្គយើងត្រូវមានជំនឿលើព្រះអង្គកាលណាយើងអធិដ្ឋានដោយមានភាពសុចរិតកាលណាយើងអធិដ្ឋានដោយមានសេចក្តីជំនឿទុកចិត្តព្រះអង្គនាំឲ្យការអធិដ្ឋានរបស់ពួកយើងនោះគឺមានអំណាចការអធិដ្ឋានដែលមានអំណាចគឺត្រូវតែមានជំនឿជឿទុកចិត្តលើព្រះទុកចិត្តលើព្រះអង្គដោយឥតរិះរេដោយឥតរំគឺនៅក្នុងព្រះគម្ពីរហេព្រើរចំពោះ11ខ6បានចែកដូចម្ដេចព្រះគម្ពីរហេព្រើរចំពោះ11ខ6ខ្ញុំសូមអានជូនតែបើឥតមានសេចក្តីជំនឿទេនោះមិនអាចនឹងគប់ដល់ប្រហារតីព្រះបានឡើយត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់នៅក្នុងខគម្ពីរនេះបានប្រាប់ថាម៉េចកាលណាយើងអធិដ្ឋានចូលទៅកាន់ព្រះយើងជឿថាមានព្រះមែនហើយយើងជឿថាព្រះអង្គធ្វើការនៅក្នុងការដែលយើងអធិដ្ឋាននោះហើយយើងជឿថាព្រះអង្គនឹងឆ្លើយតបគ្រាន់តែពេលយូរឬក៏ពេលឆាប់តែប៉ុណ្ណឹងនាងហាណាដែលគេរាប់ថាគាត់ជាស្ត្រីអាដែលយើងអាចមើលនៅក្នុងព្រះគម្ពីរសាមយុអែខ្សែទី1នាងហាណាគេចាប់ទុកគាត់ថាជាស្ត្រីអាពីព្រោះគាត់រៀបការជាយូរប៉ុន្តែអត់មានកូនសោះនៅក្នុងជំនឿរបស់អ៊ីស្រាអែលឬក៏ពួកហេព្រើរកាលណាស្ត្រីណាដែលអត់មានកូនរៀបការអត់មានកូនសោះនៅក្នុងសម័យនោះគេរាប់ថាជាស្ត្រីអាជាស្ត្រីដែលគ្មានពរឬក៏ជាស្ត្រីដែលជាប់មានបាបត្រូវបណ្ដាសារបស់ព្រះជាដើមគឺគេយល់បែបនោះម្ល៉េះហើយបានជាហាណាគាត់តូចចិត្តគាត់អន់ចិត្តគាត់កោតខ្លាចដល់ព្រះអង្គគាត់ទុកចិត្តព្រះអង្គដែរហេតុអីក៏គាត់អត់មានកូនបានជាពេលមួយគាត់បានអធិដ្ឋានទៅកាន់ព្រះអង្គនៅពេលដែលជនជាតិអ៊ីស្រាអែលគេឡើងទៅលើភ្នំហើយអធិដ្ឋានហាណាបានអធិដ្ឋានតែទឹកភ្នែកអធិដ្ឋានដោយសុំកូនព្រះអង្គសុំកូនពីព្រះអង្គមួយគឺគាត់បានអធិដ្ឋានទាំងទឹកភ្នែកនាងបានជឿទៅដល់ព្រះហើយបានទុកចិត្តទៅដល់ព្រះនាងបានទុកចិត្តថាមនុស្សធ្វើមិនកើតតែព្រះអង្គបានធ្វើកើតគឺនាងទុកចិត្ត 100% ទៅកាន់ព្រះអង្គហើយអធិដ្ឋានដោយឥតរិះរេដោយមានជំនឿទុកចិត្តទៅលើព្រះអង្គ 100% ជាលទ្ធផលគឺព្រះបានប្រទានកូនប្រដល់ហាណាមួយដែលមានឈ្មោះថាសាមយូអែលជាមួយគ្នាយើងអាចឃើញអំពីគំរូរបស់លោកហោរ៉ាអេលីយ៉ាលោកហោរ៉ាអេលីយ៉ានៅក្នុងសម័យរបស់គាត់គឺវេទនាខ្លាំងណាស់គឺរត់គេចអំពីការបៀតបៀនរបស់ពួកដែលថ្វាយបង្គំរូបព្រះគឺគាត់រត់គេចពីការលំបាកហើយនៅពេលមួយដែលគាត់បានអធិដ្ឋានទៅកាន់ព្រះអង្គសូមឲ្យព្រះអង្គកុំឲ្យបង្អុលភ្លៀងព្រះអង្គបានស្ដាប់ការអធិដ្ឋានរបស់គាត់ហើយព្រះអង្គបានបិទកុំឲ្យមានភ្លៀងរហូតដល់3ឆ្នាំ6ខែក្រោយមកទៀតហោរ៉ាអេលីយ៉ាគាត់បានអធិដ្ឋានទៅកាន់ព្រះអង្គសូមឲ្យបើកភ្លៀងមកវិញព្រះអង្គប្រទានភ្លៀងមកវិញព្រះអង្គក៏បានប្រទានឲ្យមានភ្លៀងវិញគឺព្រះអង្គបានស្ដាប់គាត់យើងអាចឃើញនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក5នៅចុងខរបស់យើងគឺខ17រហូតខ18ដែលបានចែងប្រាប់អំពីការដែលលោកអេលីយ៉ាបានអធិដ្ឋានទៅកាន់ព្រះអង្គហើយព្រះអង្គបានឆ្លើយតបព្រះអង្គបានស្ដាប់ការអធិដ្ឋានរបស់ផងគាត់បានជាការដែលយើងអធិដ្ឋានកុំឲ្យយើងបោះបង់ចោលការអធិដ្ឋានរបស់យើងនៅពេលយើងអធិដ្ឋានដែលហាក់ដូចជាព្រះអង្គឆ្លើយតបយឺតហាក់ដូចជាមិនឃើញកុំឲ្យយើងបោះបង់ឲ្យយើងនៅតែបន្តអធិដ្ឋានទៅកាន់ព្រះអង្គបន្តទៀតការអធិដ្ឋានរបស់យើងគឺយើងទុកចិត្តដល់ព្រះអង្គដោយជឿថាព្រះអង្គនឹងឆ្លើយតបនៅក្នុងពេលណាមួយបានជាការអធិដ្ឋានដែលមានអំណាចទី1គឺកើតចេញពីជីវិតដែលសុចរិតទី2ការអធិដ្ឋានត្រូវតែមានសេចក្តីជំនឿជឿទុកចិត្តដល់ព្រះអង្គ 100% ហើយទី3គឺអធិដ្ឋានស្របតាមព្រះハរតីព្រះអង្គនៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពុក5ខ14រហូតដល់ខ15ព្រះគម្ពីរយូហានខ្សែទី1ចំពុក5ខ14រហូតដល់ខ15បងប្អូននៅបើឃើញមកផ្ទៀងមួយខ្ញុំសូមអានជូនយើងក៏មានសេចក្តីក្លាហានដល់ទ្រង់យ៉ាងដូច្នោះដែរគឺថាបើយើងនឹងសូមអ្វីដែលត្រូវតាមប្រហារតីទ្រង់នោះទ្រង់នឹងទទួលព្រមហើយយើងដឹងថាទ្រង់ទទួលព្រមតាមយើងក្នុងការអ្វីដែលយើងសូមដូច្នេះនោះយើងក៏ដឹងថាយើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរត្រង់ខនេះបានប្រាប់ថាការអធិដ្ឋានដ៏មានអំណាចគឺជាការអធិដ្ឋានដែលស្របតាមព្រះハរតីព្រះពុំមែនជាការអធិដ្ឋានដែលតម្រូវតាមចិត្តរបស់ផងយើងនោះទេ
ប្រហែលពេលខ្លះយើងមិនបានដឹងនៅរបៀបអធិដ្ឋានទេបងប្អូនខ្លះបានជឿព្រះអង្គយូរហើយប្រហែលជាមិនដឹងអំពីរបៀបការអធិដ្ឋាននោះទេប៉ុន្តែការអធិដ្ឋានត្រឹមត្រូវគឺជាការអធិដ្ឋានដែលយើងអធិដ្ឋានទៅកាន់ព្រះបិតាតាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយនៅក្នុងព្រះនាមព្រះបុត្រានេះជាការអធិដ្ឋានដែលត្រឹមត្រូវបានជារាល់ពេលដែលយើងអធិដ្ឋានគឺយើងសូមឲ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកនាំសេចក្តីអធិដ្ឋានរបស់ផងយើងទៅកាន់ព្រះបិតាហើយទ្រង់បាននាំសេចក្តីអធិដ្ឋានរបស់យើងនោះមិនមែនទាំងអស់ទេគឺទ្រង់អ្នកសម្រួលព្រះវិញ្ញាណបរិសុទ្ធតែងតែសម្រួលដល់ការអធិដ្ឋានរបស់ផងយើងពីព្រោះការអធិដ្ឋានរបស់ផងយើងខ្លះគឺអត់ត្រឹមត្រូវឬក៏អត់សមរម្យម្ល៉េះហើយព្រះវិញ្ញាណបរិសុទ្ធមិនមែនបញ្ជូនការអធិដ្ឋានរបស់យើងទៅកាន់ព្រះបិតាទាំងស្រុងនោះទេគឺព្រះអង្គបានរៀបចំឲ្យបានសមរម្យហើយបានបញ្ជូនទៅព្រះបិតាព្រោះពេលខ្លះយើងអត់បានដឹងអំពីរបៀបការអធិដ្ឋានយើងអាចឃើញនៅក្នុងព្រះគម្ពីររ៉ូមចំពុក8ខ26ព្រះគម្ពីររ៉ូមចំពុក8ខ26បងប្អូនអាចឃើញមកផ្ទៀងមួយខ្ញុំព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូចនោះដែរត្បិតយើងមិនដឹងថាជាគួរអធិដ្ឋានសូមអ្វីទេតែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើងដោយដំងោដែលរកថ្លែងមិនបានវិញនៅត្រង់នេះបានប្រាប់ថាព្រះវិញ្ញាណបរិសុទ្ធជាអ្នកដែលទូលអង្វរជំនួសយើងដែលព្រះអង្គជាអ្នកទូថ្វាយរៀបរាប់ទៅកាន់ព្រះបិតាអំពីសេចក្តីត្រូវការរបស់យើងអំពីការដែលយើងអធិដ្ឋានពេលខ្លះយើងអធិដ្ឋានអត់បានត្រឹមត្រូវប៉ុន្តែព្រះអង្គជួយសម្រួលដល់ការអធិដ្ឋានរបស់យើងទៅកាន់ព្រះបិតាអ្នកខ្លះខឹងគេធ្វើអាក្រក់ដែលគេធ្វើអាក្រក់មកលើយើងដូច្នេះក៏អធិដ្ឋានសូមព្រះអង្គអើយសូមព្រះអង្គបានប្រទានឲ្យគេនោះឈឺចាប់ដូចជាទូបង្គំដែរគឺយើងសូមឲ្យគេឈឺចាប់យើងអធិដ្ឋានសូមទៅកាន់ព្រះអង្គតើព្រះអង្គឆ្លើយតបទេពេលខ្លះយើងអធិដ្ឋានព្រះអង្គអើយសូមឲ្យគេវិនាសតើព្រះអង្គស្ដាប់ការអធិដ្ឋានរបស់យើងទេបើសេចក្តីអធិដ្ឋានរបស់យើងបែបមិនសមរម្យបែបមិនល្អព្រះអង្គអត់ស្ដាប់ទេការអធិដ្ឋានបែបនោះព្រះអង្គអត់ទទួលព្រមតាមយើងទេហើយជាមួយគ្នាមិនមែនគ្រប់ការដែលយើងទូសូមនោះសតែត្រូវតាមមហាតីព្រះអង្គនោះទេយើងអធិដ្ឋានទាំងអស់មិនប្រកាសថាត្រូវតាមមហាតីព្រះអង្គនោះទេការអធិដ្ឋានដែលមានអំណាចគឺជាការអធិដ្ឋានដែលស្វែងរកបំណងព្រះហត្ថីព្រះអង្គជាមុនសិនមិនមែនជាបំណងចិត្តរបស់ផងយើងបានជាគំរូនៃការអធិដ្ឋានដែលយើងអាចឃើញរបស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គអធិដ្ឋាននៅសួនច្បារកេសេម៉ានីព្រះអង្គអធិដ្ឋានដូចម្ដេចនៅក្នុងព្រះគម្ពីរលូកាចំពុក22ខ42នេះគឺជាគំរូដែលយើងអាចមើលអំពីគំរូរបស់ព្រះអង្គបានព្រះគម្ពីរលូកាចំពុក22ខ42នៅពេលនោះព្រះយេស៊ូវទ្រង់អធិដ្ឋានទៅកាន់ព្រះបិតាព្រះអង្គបានមានបន្ទូលថាម៉េចកុំតាមចិត្តទូលបង្គំឡើយឲ្យតាមតែព្រះហត្ថីរបស់ទ្រង់វិញគឺព្រះអង្គត្រូវរៀបនឹងសគត់មានថាការឈឺចាប់ចិត្តមកដល់ម្ល៉េះហើយព្រះអង្គអត់ចង់ទទួលការឈឺចាប់ទេដូច្នេះព្រះយេស៊ូវព្រះអង្គអធិដ្ឋានទៅកាន់ព្រះបិតាឲ្យព្រះបិតាដកការឈឺចាប់ដកពេងនោះពីទ្រង់ទៅប៉ុន្តែនៅចុងក្រោយទ្រង់ឲ្យមានបន្ទូលថាម៉េចកុំឲ្យតាមចិត្តទូលបង្គំឡើយឲ្យតាមព្រះហត្ថីព្រះបិតាវិញនេះជាការអធិដ្ឋានដែលយើងអាចមើលអំពីការអធិដ្ឋានរបស់អង្គព្រះយេស៊ូវគ្រីស្ទបានជាការអធិដ្ឋានដែលមានអំណាចគឺជាការអធិដ្ឋានដែលស្របតាមព្រះហត្ថីព្រះហើយសូមឲ្យព្រះអង្គជាអ្នកដឹកនាំតាមផែនការព្រះអង្គមិនមែនយើងសូមព្រះអង្គឲ្យព្រះអង្គបំពេញតាមបំណងចិត្តរបស់ផងយើងនោះទេបានជាទី4ការអធិដ្ឋានដែលមានអំណាចទី4គឺជាការអធិដ្ឋានដែលខ្ជាប់ខ្ជួននិងមិនបោះបង់នៅក្នុងព្រះគម្ពីរលូកាចំពុក18ខ1បងប្អូនអាចឃើញមកផ្ទៀងមួយខ្ញុំព្រះគម្ពីរលូកាចំពុក18ខ1ខ្ញុំសូមអានជូននោះព្រះអង្គម្ចាស់ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេដើម្បីនឹងបង្ហាញថាត្រូវតែអធិដ្ឋានជានិច្ចឥតរសាយចិត្តឡើយនៅក្នុងខគម្ពីរនេះបានប្រាប់ថាម៉េចឲ្យយើងរក្សាឲ្យយើងខ្ជាប់ខ្ជួនក្នុងការអធិដ្ឋានគឺអធិដ្ឋានជានិច្ចឥតរសាយចិត្តឡើយមានថាបន្តអធិដ្ឋានជារៀងរាល់ថ្ងៃហើយគ្រប់ពេលវេលាការអធិដ្ឋានពុំមែនជាការដែលយើងនិយាយតែម្ដងហើយចប់នោះទេប៉ុន្តែការអធិដ្ឋានគឺជាការដែលយើងបន្តនៅក្នុងជីវិតប្រចាំថ្ងៃគឺយើងធ្វើជារៀងរាល់ថ្ងៃមិនមែនយើងនិយាយថ្ងៃហ្នឹងថ្ងៃស្អែកអត់ថ្ងៃខាងស្អែកអត់រហូតនោះទេមិនមែនទេថ្ងៃនេះយើងសុំព្រះអង្គថ្ងៃស្អែកយើងសុំព្រះអង្គទៀតខាងស្អែកយើងសុំព្រះអង្គទៀតគឺយើងបន្តអធិដ្ឋានបែបនេះប្រសិនបើលោកអ្នកបងប្អូន
ដែលមានកូនហើយកូនចេះតែសុំអ្វីពីយើងប៉ាសុំទិញកង់ឲ្យខ្ញុំមួយឬក៏ម៉ាក់សុំទិញកង់ឲ្យខ្ញុំមួយថ្ងៃឡើងយើងសុំគាត់ប៉ុណ្ណឹងគាត់ថាអត់ទាន់មានលុយទេចាំមើលទីទៀតសិនតែថ្ងៃស្អែកទៀតយើងសុំទៀតម៉ាក់ទិញកង់ឲ្យកូនមួយខាងស្អែកឡើងសុំទៀតគឺយើងសុំរហូតដល់ប៉ាម៉ាក់របស់យើងហ្នឹងថាអត់អីទេទិញឲ្យព្រោះធុញសុំច្រើនពេកតែព្រះអង្គអត់ចេះធុញជាមួយយើងទេនេះគឺជាអ្វីដែលយើងអាចរៀនសូត្របានកាលណាយើងសុំឪពុកម្ដាយរបស់យើងគាត់តែងតែឲ្យយើងហើយនៅពេលដែលយើងសុំច្រើនដងព្រះអង្គក៏ដូចគ្នាកាលណាយើងនៅតែបន្តរក្សាការអធិដ្ឋានរបស់យើងទៅកាន់ព្រះអង្គនឹងឆ្លើយតបនៅពេលណាមួយគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះហើយនេះហើយគួរឲ្យយើងបង្កើតពេលវេលាអធិដ្ឋានប្រចាំថ្ងៃឲ្យយើងបន្តអធិដ្ឋានហើយការអធិដ្ឋានរបស់ផងយើងគួរគប្បីអធិដ្ឋានសម្រាប់គ្រួសាររបស់ផងយើងអធិដ្ឋានសម្រាប់ព្រះវិហាររបស់ផងយើងហើយអធិដ្ឋានសម្រាប់ប្រទេសជាតិរបស់ផងយើងមិនមែនយើងចាប់ផ្ដើមអធិដ្ឋានឡើងសម្រាប់តែខ្លួនឯងសុំតែខ្លួនឯងនោះទេគឺយើងអធិដ្ឋានរបស់ផងយើងឲ្យមានការអធិដ្ឋានសម្រាប់គ្រួសារប្រទេសជាតិហើយនឹងព្រះវិហាររបស់ផងយើងផងសម្រាប់អ្នកដទៃផងមិនមែនសម្រាប់តែខ្លួនឯងនោះទេបានជារួមការអធិដ្ឋានដែលមានអំណាចមិនមែនដោយសារតែពាក្យសម្ដីរបស់ផងយើងដែលនិយាយទៅកាន់ព្រះអង្គដោយពីរោះនោះទេព្រះអង្គអត់ទតឬក៏អត់ស្ដាប់សម្ដីពីរោះនោះទេប៉ុន្តែការអធិដ្ឋានដែលមានអំណាចដែលព្រះអង្គទទួលព្រមគឺជាការអធិដ្ឋានដែលទី1គឺអធិដ្ឋានក្នុងជីវិតដែលរស់នៅក្នុងជីវិតដែលសុចរិតចំពោះព្រះទី2គឺយើងអធិដ្ឋានដោយជំនឿដោយទុកចិត្តដល់ព្រះអង្គទី3អធិដ្ឋានដោយស្របតាមព្រះហត្ថីព្រះអង្គមិនមែនបំពេញតាមចិត្តរបស់ផងយើងហើយទី4គឺឲ្យយើងអធិដ្ឋានដោយរក្សាការភ្ជាប់ភ្ជួនមិនមែនយើងអធិដ្ឋានតែម្ដងហើយចប់នោះទេគឺយើងបន្តអធិដ្ឋានជាប្រចាំព្រះនៅតែស្ដាប់ការអធិដ្ឋានរបស់ផងកូនព្រះអង្គគ្រប់គ្នាមិនថាលោកអ្នកបងប្អូនហើយនៅខ្ញុំគឺព្រះអង្គស្ដាប់ការអធិដ្ឋានរបស់ផងយើងទាំងអស់គ្នាពេលយើងអធិដ្ឋានដោយចិត្តស្មោះត្រង់ដោយជំនឿនឹងការដាស់ស្ដាប់បង្គាប់នោះទ្រង់នឹងធ្វើការលើសពីអ្វីដែលយើងសុំព្រះអង្គនឹងធ្វើការកាលណាយើងអធិដ្ឋានទៅកាន់ព្រះអង្គយើងអាចឃើញនៅក្នុងព្រះគម្ពីរអេផេសូចំពុក3ខ20ដែលបានចែងថាឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹងលើសជាងអស់ទាំងសេចក្តីដែលយើងសុំឬគិតក្តីតាមព្រះចេស្តាដែលបណ្ដាលក្នុងយើងរាល់គ្នានៅក្នុងខគម្ពីរនេះបានប្រាប់ថាម៉េចព្រះអង្គធ្វើលើសពីអ្វីដែលយើងសុំទៀតគឺព្រះអង្គប្រទានព្រះអង្គឆ្លើយតបលើសពីអ្វីដែលយើងសុំទៀតនេះគឺជាបហាតីរបស់ផងព្រះបានជាតាមរយៈអត្ថបទនេះឲ្យយើងបានឆ្លុះបញ្ចាំងមើលកាន់ក្នុងជីវិតរបស់យើងម្នាក់ៗឲ្យយើងបានសួរសំណួរមកក្នុងចិត្តរបស់យើងម្នាក់ៗឲ្យយើងបានសួរថាតើខ្ញុំមានជីវិតដែលអធិដ្ឋានជាប្រចាំហើយឬនៅឲ្យយើងបានសួរខ្លួនយើងតើខ្ញុំអធិដ្ឋានដោយជំនឿឬក៏ដោយការសង្ស័យតើខ្ញុំកំពុងស្វែងរកប្រហាតីរបស់ព្រះឬក៏គ្រាន់តែចង់ឲ្យព្រះអង្គបំពេញតាមបំណងរបស់ផងយើងអានេះបើយើងសួរមកកាន់ក្នុងចិត្តរបស់ផងយើងខ្ញុំក៏សួរខ្លួនខ្ញុំដែរតើខ្ញុំបានធ្វើតាមបំណងហត្ថីព្រះអង្គហើយឬនៅបានជាសូមឲ្យយើងបានខ្លាយជាគ្រីស្ទបរិស័ទដែលអធិដ្ឋានដោយអំណាចដើម្បីឲ្យយើងអាចឃើញព្រះហត្ថីព្រះឲ្យឃើញការអស្ចារ្យព្រះនៅក្នុងជីវិតរបស់ផងយើងហើយយើងគួរគប្បីអធិដ្ឋានសម្រាប់គ្រួសាររបស់ផងយើងអធិដ្ឋានសម្រាប់អ្នកដទៃអធិដ្ឋានសម្រាប់ព្រះវិហាររបស់ផងយើងហើយអធិដ្ឋានសម្រាប់ប្រទេសឬក៏សង្គមជាតិរបស់ផងយើងសូមព្រះប្រទានពរសម្រាប់អធិដ្ឋានព្រះសួយទុំគុំទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលព្រះអង្គដែលទ្រង់បានប្រទានទូលបង្គំយើងខ្ញុំម្នាក់ក្នុងការដែលទូលបង្គំឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអធិដ្ឋានហើយការអធិដ្ឋានគឺមានអំណាចដែលគឺជាការអធិដ្ឋានដែលមានជីវិតសុចរិតជាការអធិដ្ឋានដែលមានព្រះអង្គជាអ្នកដឹកនាំហើយជាការអធិដ្ឋានដែលស្ដាប់បង្គាប់ព្រះអង្គតាមព្រះហត្ថីព្រះអង្គប៉ុណ្ណេះគុណអរគុណទ្រង់ណាស់បិតាឲ្យសូមទ្រង់បានជួយដល់ទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យយល់ហើយឲ្យរៀនរស់នៅទុកចិត្តព្រះអង្គហើយនឹងបន្តអធិដ្ឋានទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃបណ្ដាគុណអរគុណទ្រង់ណាស់គុណអរគុណនឹងអធិដ្ឋានទទួលថ្វាយក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនគុណ